smooth á, ao dọn tập thấy rồi chẳng á, như sò con này chúng mình chó nó làm cái mình đa với mất ឃើញវីដេអូកូនយំហើយគឺមានអារម្មណ៍តែខឹងខ្លួនឯងខ្លាំងមែនតើជាទូទៅកូនខ្ញុំអត់កាចទេអត់ដែរយំងាំងចឹងទេនិយាយទៅអត់ដែរយំលឺទេយំពេលឃ្លានអស់ហើយតែព្រោះតែការធ្វើប្រហែសរបស់យើងមួយផ្លែតធ្វើឲ្យវាមានបញ្ហានឹងកើតឡើងហើយរាល់ថ្ងៃនេះគឺថាចូលចិត្តទុកដាក់គ្រប់បែបយ៉ាងជាមួយកូនតាំងការងូតទឹកតាំងការដូចជាការសម្អាតផ្សិតសម្អាតអីនេះខ្ញុំធ្វើបានល្អណាស់ដោយផ្សិតអី10ថ្ងៃក្រៀមហ្មងដោយសារអីពេលងូតទឹកឲ្យខ្ញុំផ្ដិតស្អាតគ្មានឲ្យមានទឹកទុំនៅនឹងសំបីតែមកតំណក់ហើយកូនខ្ញុំស្រួលខ្លាំងមែនតើតាំងពីកើតមកអត់ដែរចេះយំឬអត់ដែរចេះមានបញ្ហាអីទេខ្ញុំប្រហែសតែមួយផ្លែតធ្វើឲ្យមានរឿងនឹងកើតឡើងនិយាយទៅដោយសារតែប្រហែលថ្ងៃមុនហ្នឹងកូនខ្ញុំអឹមដោះនិយាយទៅជាទូទៅកូនខ្ញុំអឹមដោះទេអត់មានអឹមទៅដោះគោទេថាកាលពីប្រហែលថ្ងៃមុនហ្នឹងពេលដែលគាត់អឹមដោះឲ្យអត់ឆ្អែតខ្ញុំក៏ដាក់ទៅដោះគោឲ្យគាត់បន្ថែមដល់ហើយតែអឹមពេលអឹមហើយអញ្ចឹងទៅបញ្ឈរគាត់ឲ្យភើឲ្យអីស្រួលបួលហើយអញ្ចឹងទៅបានដាក់ឲ្យគាត់គេងបានប្រហែលជាកន្លះម៉ោងគាត់ភើមកភុចហើយវាពេលយប់ហើយបន្ទាប់ពីគាត់ភើមកហើយហ្នឹងយើងលើកគាត់ដូរកៅអៅដូរអីសម្អាតខ្លួនសម្អាតអីហើយក៏ប៉ុន្តែវាគេហៅថាវាចន្លោះប្រហោងកន្លែងមួយយើងអត់បានមើលតិចគាត់ពេលហ្នឹងបើយើងផ្ដិតវាភ្លាមក៏វាមានបញ្ហាអីដែរដោយសារពេលវាភើខ្លាំងមកអញ្ចឹងវាបុកវាហូរមកចូលតិចទៅដោះគោហ្នឹងអញ្ចឹងធ្វើឲ្យវាដក់នៅក្នុងហ្នឹងហើយវាទៅជាទឹកស្អុយហ្នឹងហើយវាទៅជាអំបៅបែកនិយាយទៅដូចជាទឹមតែ2ថ្ងៃហ្នឹងទេ2ថ្ងៃថា3ថ្ងៃចុះហើយជាធម្មតាខ្ញុំងូតទឹកហើយងូតទឹកកូនហើយហ្នឹងគឺផ្ដិតតិចផ្ដិតផ្សិតចាកន្លែងមានតបៅហ្នឹងគឺថែទាំណាស់ប៉ុន្តែមិនដឹងអាម៉េចប្រហែលថ្ងៃហ្នឹងខ្ញុំគាត់ថាព្រោះពេលដែលងូតទឹកគឺខ្ញុំប្រយ័ត្នបំផុតខ្ញុំកក់សក់កូនមុនពេលដែលខ្ញុំងូតទឹកឲ្យកូនគឺដូចខ្ញុំបានបង្ហាញបងប្អូនអញ្ចឹងខ្ញុំរុំគាត់ហើយខ្ញុំកក់សក់គាត់មុនអញ្ចឹងបើថារឿងទឹកចូលត្រចៀកមួយគឺដាច់ខាតគឺអត់មានទឹកចូលត្រចៀកទេខ្ញុំច្បាស់លាស់កន្លែងហ្នឹងណាព្រោះបើសិនជាយើងកក់សក់ឲ្យគាត់តាំងដែលយើងត្រាំគាត់នៅក្នុងពងអាហ្នឹងអាចនឹងមានចូលត្រចៀកអាចនឹងចូលទឹកសាប៊ូទឹកអីប៉ុន្តែខ្ញុំរុំគាត់ហើយបានខ្ញុំកក់សក់ហើយអញ្ចឹងទៅបានយើងកក់សក់ស្អាតបានយើងដាក់គាត់នៅក្នុងពងដើម្បីឲ្យគាត់គេងនៅលើហ្នឹងហើយយកដៃត្រកអញ្ចឹងទៅអត់មានបញ្ហាទឹកចូលត្រចៀកទេដល់ទៅហើយអញ្ចឹង2ថ្ងៃហ្នឹង3ថ្ងៃហ្នឹងខ្ញុំក៏បានផ្ដិតត្រចៀកគាត់ដែរព្រោះអីយើងច្បាស់ថាវាអត់មានទឹកអីចូលទេយើងងូតរាល់ថ្ងៃនេះយើងប្រយ័ត្នហើយចេះឆ្ងល់កូន2ថ្ងៃហ្នឹងដូចរាងកាយខុសធម្មតាថ្ងៃឡើងប៉ានឹងអង្គុយជួយបីផងអីផងហើយឧទាហរណ៍ថាគាត់កំពុងតែអឹមអញ្ចឹងយើងប៉ះក្បាលគាត់បន្តិចគាត់មានអារម្មណ៍ថាគាត់យំងាំងហើយចេះឆ្ងល់កូនមិនទាន់បានចេញខែផងត្រង់ដូចកាយខ្លាំងណា2ថ្ងៃជាប់គ្នាដែលកូនខ្ញុំប្លែកខ្លាំងគាត់ចេះយំលឺចេះអីស្រាប់តែល្ងាចមិញម៉ែអើយមើលវែកតិចកូនឡើងពេញរុនតិចហ្មងសិតតែទឹកដក់ទឹកដោះគោដែលវាដក់ទៅវាស្អុយហើយបានផឹកមិញហ្នឹងយកកូនទៅពេទ្យទៅឆ្លោះមើលខ្លាចមានខ្ទុះខ្លាចបោះអីចេញពីក្នុងត្រចៀកមកប៉ុន្តែពេលទៅវាសំណាងល្អដែរវាអត់មានបោះមានខ្ទុះមានអីទេវាគ្រាន់តែថាទឹកដោះគោនោះវាដក់នៅក្នុងត្រចៀកហ្នឹងវាទៅជាស្អុយតែក៏ធ្វើឲ្យគាត់ឈឺត្រចៀកដែរមិនមែនអត់សោះឲ្យឈឺគ្រាន់ថាវាក្នុងលក្ខណៈមួយដែលស្រាលអញ្ចឹងទៅដល់ហ្នឹងគ្រូពេទ្យបានពិនិត្យមកតង់ឲ្យមិនអស់ចិត្តទៅឆ្លោះមកតង់ទៀតខ្លាចគាត់មានបញ្ហាខ្ទុះអីចឹងណាតែជាសំណាងល្អនៅពេលដែលទៅឆ្លោះដូចគេឆ្លោះឲ្យកោអញ្ចឹងណាឆ្លោះទៅអត់មានបញ្ហាអីទេគ្រាន់ថាវាមានសើមបន្តិចអញ្ចឹងយើងព្យាយាមផ្ដិតរាល់ថ្ងៃទៅហើយពេទ្យគេឲ្យថ្នាំដាក់បតក់មួយថ្ងៃ2ដងទៅលែងអីហើយក៏ឲ្យញ៉ាំថ្នាំដូចជាញ៉ាំប៉ារ៉ាតិចតួចដើម្បីបំបត្តិការឈឺចាប់វាអត់មានបញ្ហាអីធ្ងន់ធ្ងរបើគាត់ថាអានេះវាគ្រាន់ជាការធ្វើប្រហែសរបស់យើងជាពិសេសសម្រាប់អ្នកដែលគាត់ឲ្យកូនបើដោះគោគឺប្រឈមមុខជាមួយបញ្ហានឹងខ្លាំងមែនតើកូនបើដោះអត់មានបញ្ហាភើនេះកូនបើដោះកម្រនឹងភើភុចមកណាតែបើកូនបើទៅដោះគោគឺប្រឈមមុខជាមួយនឹងភើភុចនឹងណាអញ្ចឹងពេលដែលភើបងប្អូនមើលតិចផ្ដិតតិចគាត់អីបានធំទៅបើមិនអញ្ចឹងទេចន្លោះប្រហោងតែបន្តិចហ្នឹងគឺតិចកូនកើតបើបែកហ្មង